សួរបងប្អូនអរគ្នាថ្ងៃនេះបង្ហាញបងប្អូនពីការចាក់សំណាញ់5ហ៊ុនបងប្អូនចឹងមានបងប្អូនគាត់ comment ថាឲ្យជួយបង្ហាញពីសំណាញ់5ហ៊ុនរហូតដល់10ហាត់បងប្អូនចឹងការចាក់សំណាញ់5ហ៊ុនបងប្អូនចឹងជាស្រ័យបងប្អូនដោយសារថ្ងៃនេះផ្ដាសាយបងប្អូនចឹងនិយាយអត់សូវច្បាស់ប៉ុន្មានទេចឹងសម្រាប់ការធ្វើចមរបស់ខ្ញុំបងប្អូនគឺខ្ញុំប្រើក្បាល16កន្លះចឹងក្បាល16កន្លះចឹងការបំបីក្មេងបងប្អូនចឹង2កន្លះខ្ញុំបំបី1 2កន្លះខ្ញុំបំបី1ចឹងអានេះក្មេងបងប្អូនអាកន្លែងខ្ញុំសេនេះក្មេងហើយបន្ទាប់មកចន្លោះ1កន្លះចន្លោះ2កន្លះចឹងដល់ក្មេងមួយទៀតយកចន្លោះ1កន្លះចន្លោះ2កន្លះដល់ក្មេងមួយទៀតចឹងការបំបីក្មេងបងប្អូនចឹងការបំបីក្មេង2កន្លះក្មេង1 2កន្លះក្មេង1នេះគឺខ្ញុំប្រើវារហូតដល់16ដងបងប្អូនចឹង2កន្លះក្មេង1រហូតដល់16ដង18ដងបងប្អូនអធិស្ឋាន18ដងចឹងក្នុង18ដងនោះបងប្អូនចឹងអានេះក្មេងទី1ក្មេងជុំទី1អានេះក្មេងជុំទី2ក្មេងជុំទី3រហូតដល់ក្មេងជុំទី18បងប្អូនចឹងអានោះសម្រាប់ការបំបីក្មេង2កន្លះម្ដងចឹងចំនួនវាគឺ18ដងចឹងហើយនៅពេលគ្រប់18កន្លះ18ដងបងប្អូននៅពេលក្មេងគ្រប់18ដងនោះហើយខ្ញុំចាប់ផ្ដើមតម្លាក់វាមកដល់3កន្លះក្មេង1ម្ដងចឹង3កន្លះក្មេង1នេះគឺខ្ញុំបំបែកវាគឺ6ដងបងប្អូនចឹងឧទាហរណ៍តានេះជា1 2 3អញ្ចឹងដល់ក្មេង1ចានេះក្មេងលើកទី1 3កន្លះក្មេង1ជាក្មេងលើកទី1អញ្ចឹង1 2 3មកដល់ក្មេងមួយទៀត1 2 3មកដល់ក្មេងមួយទៀតអញ្ចឹងរហូតទៅដល់6ដងបងប្អូន3កន្លះក្មេង1គឺ6ដងបាទអញ្ចឹងនៅពេលខ្ញុំបំបែកកន្លះ3កន្លះក្មេង1នេះរហូតទៅដល់6ដងរួចហើយខ្ញុំចាប់ដើមតម្លាក់វាមកដល់4កន្លះម្ដងចឹង4កន្លះម្ដងនេះគឺខ្ញុំបំបែកវារហូតដល់ចប់បងប្អូនចឹងបើខ្ញុំចាក់10ហាត់ទេចឹងសល់ប្រមាណគឺខ្ញុំ4កន្លះក្មេង1 4កន្លះក្មេង1រហូតមកដល់ចប់បងប្អូនបើសិនជាចាក់12ហាត់ចឹងចាប់ពីនេះមកគឺខ្ញុំចន្លោះវា4កន្លះដូចគ្នាដែរហើយកន្លែងនេះបងប្អូនអាកន្លែងនេះកន្លែងក្មេងចុងក្រោយកន្លែងក្មេងចុងក្រោយនេះមកគឺខ្ញុំចន្លោះវាពី60ទៅ70សង់ទីម៉ែត្របានន័យថាវាមហាត់ជាងបងប្អូនមហាត់ជាងនេះយើងចង់ចងប្រយុងក៏បានយើងចង់អត់ក៏បានដែរបងប្អូនសម្រាប់អាកន្លែងនេះបាទហើយមួយវិញទៀតបងប្អូនមួយវិញទៀតក្មេងទី1នេះគឺយើងបំបែករហូតបងប្អូនបែកទាំងអស់កន្លះមាន16នេះគឺយើងបំបែកទាំងអស់បន្ទាប់មកអានេះយើងចន្លោះ1កន្លះអានេះនិយាយពីជួដេកបងប្អូនជួដេកវិញចេះចន្លោះ1កន្លះក្មេង1ហើយបន្ទាប់មកទៀតចន្លោះ2កន្លះចន្លោះ3កន្លះ4កន្លះរហូតដល់យើងឈប់ចាក់បងប្អូនមិនមែនបានន័យថា2កន្លះក្មេង1ចន្លោះផ្សេង3កន្លះក្មេង1ចន្លោះផ្សេង4កន្លះក្មេង1ចន្លោះផ្សេងអត់ទេបងប្អូនគឺចន្លោះដូចគ្នាអញ្ចឹងអានេះបំបែកទាំងអស់ចន្លោះ1ចន្លោះ2ចន្លោះ3ចន្លោះ4ចន្លោះ5រហូតដល់យើងឈប់ចាក់បងប្អូនឈប់ចាក់សំណាញ់ចឹងអានេះសម្រាប់ការចាក់សំណាញ់5ហ៊ុនរបស់ខ្ញុំហើយការពំពាកជើងបងប្អូនសម្រាប់ការពំពាកជើងពំពាកកន្លះណាក៏បានដែរបងប្អូនអាស្រ័យលើការចង់បានបើយើងចង់បានធ្ងន់យើងពាក់ធំចង់បានស្រាលពាក់តូចហើយមួយវិញទៀតបងប្អូនឧទាហរណ៍តែកន្លែងនេះគឺកន្លែងយើងត្រូវបំបែកក្មេងចឹងនៅក្រោមយើងបំបែកក្មេងឧទាហរណ៍យើងចង់ប្រយុងបើសិនយើងចង់ប្រយុងចឹងអានេះក្មេងចឹងយើងគួរតែចន្លោះវា4កន្លះអើយចាំយើងធ្វើចង្កាអង្គែបងប្អូនអាវីដេអូចង្កាអង្គែខ្ញុំធ្លាប់បានបង្ហាញហើយបងប្អូនចឹងយើងគួរតែចន្លោះវា4កន្លះចាំយើងដាក់ចង្កាអង្គែបងប្អូនបើយើងដាក់គៀកពេកវាអត់សូវល្អទេព្រោះសំណាញ់ខ្ញុំអា4ហ៊ុនខ្ញុំពាក់ជើងឯមុនបងប្អូនគឺ4កន្លះខ្ញុំពាក់ជើងមួយ4កន្លះគឺខ្ញុំធ្វើចង្កាអង្គែមួយបងប្អូនគឺត្រីជួលអត់ងាយចេញទេឲ្យតែឃើញកន្ត្រងហើយគឺដឹងតែបានត្រីបងប្អូនអានេះ4ហ៊ុនគាត់របស់ខ្ញុំ